សម្រាប់ខ្ញុំក្រុមប្រឹក្សាសន្តិភាពដែលផ្ដួចផ្ដើមគំនិតរៀបចំបង្កើតឡើងដោយលោក Donald Trump នេះគឺมันអាចជំនួសអង្គការសហប្រជាជាតិបានទេពីព្រោះអង្គការសហប្រជាជាតិគឺជាអង្គការសកលហើយមានការចូលរួមទូលំទូលាយពីបណ្ដាប្រទេសដែលជារដ្ឋអធិបតេយ្យទាំងអស់នៅក្នុងពិភពលោកដូច្នេះអ្វីដែលគួរធ្វើដែលមហាអំណាចគួរធ្វើនៅពេលនេះគួរតែនាំគ្នាពង្រឹងតួនាទីអង្គការសហប្រជាជាតិជាពិសេសគឺការធ្វើកំណែតម្រង់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិធ្វើយ៉ាងណាកុំឲ្យសមាជិកអចិន្ត្រៃយ៍ទាំង5នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ្នឹងដើរតួនាទីគ្រាន់តែចាំវេតូនៅបញ្ហាទាំងឡាយណាដែលមិនបម្រើផលប្រយោជន៍របស់ខ្លួនចំណុចកន្លែងហ្នឹងគឺយើងត្រូវធ្វើកំណែតម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយត្រូវធ្វើយ៉ាងណាឲ្យអង្គការសហប្រជាជាតិមានប្រសិទ្ធភាពជាងមុនជាងទៅបង្កើតយន្តការផ្សេងទៀតដែលបំរើទៅដល់ក្រុមប្រទេសណាមួយហើយបើយើងក៏លេចមើលអ្វីដែលជាគំនិតផ្ដួចផ្ដើមរបស់លោក Donald Trump នេះគឺហាក់ដូចជាកំពុងបំរើដល់ប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ពីព្រោះគ្រាន់តែចំណាយទៅលើថ្លៃសមាជិកភាពរហូតដល់ទៅ$1000 លានសួរថាតើប្រទេសតូចឯណានឹងមានលទ្ធភាពបង់ថ្លៃសមាជិកភាពដល់តែថ្លៃកប់ពពកបែបហ្នឹងសម្រាប់កម្ពុជាខ្ញុំគិតថាទោះបីជាទទួលបានការអញ្ជើញឬមិនទទួលបានការអញ្ជើញក៏ដោយអ្វីដែលជាជំហរមិនផ្លាស់ប្ដូររបស់យើងនៅក្នុងប្រព័ន្ធអន្តរជាតិគឺយើងគ្រប់គ្រងប្រព័ន្ធពហុភាគីនិយមក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិខ្ញុំគិតថាកម្ពុជាប្រហែលជាមិនទទួលយកសំណើបែបហ្នឹងទេទី1យើងអត់មានលទ្ធភាពដែលទៅបង់ថ្លៃសមាជិកភាពដល់ថ្លៃកប់ពពកបែបហ្នឹងហើយម្យ៉ាងទី2ជាជំហរគោលនយោបាយការបរទេសរបស់យើងដែលប្រកបដោយសង្កត់ភាពគឺយើងគ្រប់គ្រងយន្តការអង្គការសហប្រជាជាតិយន្តការពហុភាគីទាំងឡាយណាដែលបណ្ដារដ្ឋជាសមាជិកហ្នឹងគឺមានសម្លេងស្មើគ្នាសម្លេងរបស់ពួកគេមិនគួរត្រូវបានវាស់វែងដោយអំណាចនៃលុយឬក៏ថ្លៃសមាជិកភាពដែលពួកគេចូលរួមទេចំណុចទី3ការដែលថៃចូលរួមឬមិនចូលរួមខ្ញុំពិបាកសន្និដ្ឋានក៏ប៉ុន្តែអ្វីដែលខ្ញុំអាចមើលនៅពេលនេះខ្ញុំគិតថាថៃនៅមានភាពស្ទាក់ស្ទើរទី1គំនិតព្រួយផ្ដើមនេះជាគំនិតព្រួយផ្ដើមរបស់សហរដ្ឋអាមេរិកម្យ៉ាងបើយើងមើលបរិបទនៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ប្រទេសថៃនៅពេលនេះហាក់ដូចជាមានទំនោរទៅរកប្រទេសចិនខ្លាំងហើយយើងដឹងហើយថាចិននិងសហរដ្ឋអាមេរិកកំពុងតែคล้ายជាដៃគូប្រកួតប្រជែងដ៏ធំដ៏ស្រួចស្រាលហើយអញ្ចឹងទេចង់ឬមិនចង់ប្រទេសសម្ព័ន្ធមិត្តរបស់ប្រទេសចិនក៏ត្រូវតែថ្លឹងថ្លែងនៅផលប្រយោជន៍ជាយុទ្ធសាស្ត្រផលប្រយោជន៍សេដ្ឋកិច្ចនិងផលប្រយោជន៍ខាងផ្នែកសន្តិសុខក៏ប៉ុន្តែប្រសិនបើថៃចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងលបែងនៃក្រុមប្រឹក្សាសន្តិភាពនេះខ្ញុំគិតថាតិចឬច្រើនវាជះឥទ្ធិពលទៅដល់ចំនួនព្រំដែនរវាងកម្ពុជានិងថៃដែលថៃយើងមើលទៅគឺនៅតែបន្តឈ្លានពានកម្ពុជាបន្តការឈរជើងដោយខុសច្បាប់នៅលើទឹកដីដែលជាអធិបតេយ្យនៃប្រទេសកម្ពុជារបស់យើងខ្ញុំគិតថានេះគឺជាចំណុចរបត់នៃសម្ដាប់ធ្នាប់អន្តរជាតិមួយទៀតហើយក៏វាជាភាពចលាចលនៃការទូតសកលដែលបណ្ដាប្រទេសធំហាក់ដូចជាមិនបាននាំគ្នាថែរក្សាសម្ដាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់បែរជានាំគ្នាបង្កើតនៅក្រមឬក៏តំបន់និយមដែលផ្ដោតទៅលើជាសំខាន់គឺអំណាចខាងផ្នែកយោធានិងអំណាចខាងផ្នែកសេដ្ឋកិច្ចហើយប្រើប្រាស់នៅទណ្ឌកម្មប្រើប្រាស់នៅសម្ពាធទាំងសម្ពាធរឹងទាំងសម្ពាធទន់មកលើប្រទេសតូចដែលមានសេដ្ឋកិច្ចទន់ខ្សោយតាមរយៈការដាក់នៅសម្ពាធខាងផ្នែកនយោបាយសម្ពាធខាងផ្នែកការទូតសម្ពាធខាងផ្នែកសន្តិសុខក៏ដូចជាសម្ពាធខាងផ្នែកសេដ្ឋកិច្ចដែលធ្វើឲ្យប្រទេសតូចគឺមានការលំបាក
ដូច្នេះក្នុងស្ថានភាពនេះកម្ពុជាក៏ដូចជាបណ្ដារដ្ឋតូចៗផ្សេងទៀតដែរគឺត្រូវតែនាំគ្នាសាមគ្គីភាពគ្នាហើយនាំគ្នាគាំទ្រនៅប្រព័ន្ធអន្តរជាតិដែលពឹងផ្អែកលើច្បាប់ពង្រឹងយន្តការពហុភាគីនិយមហើយក៏ត្រូវពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនរៀងៗខ្លួនដែរទន្ទឹមនឹងនោះគឺត្រូវមានឯករាជ្យខាងផ្នែកសេដ្ឋកិច្ចនេះជាការមើលឃើញរបស់ខ្ញុំអានេះវាជានយោបាយរបស់អាមេរិកទេបាទទោះបីថាវាជាការប្រមូលនៅប្រទេសនៅក្នុងកម្រិតអន្តរជាតិមួយដែលមានច្រើនប្រទេសចូលរួមប៉ុន្តែវាជាការចាប់ផ្ដើមរបស់អាមេរិកហើយជារបៀបវិរៈរបស់សហរដ្ឋអាមេរិកណាបាទជារបៀបវិរៈសម្រាប់ពិភពលោកទាំងមូលបើរឿងនេះតាមខ្ញុំដឹងគេដាក់សម្រាប់តែតំបន់ហ្គាហ្សានៅមជ្ឈិមបូព៌ាទេប៉ុន្តែសម្រាប់កម្ពុជាខ្ញុំមើលទៅវាយើងមិនមានខាតអីទេបាទបើសិនជាយើងចូលទៅក៏មិនមានអីទេបាទយើងយ៉ាងហោចក៏យើងបានបំពេញនៅស្អីដែលDonald Trump ចង់បានតាក់ទិនជាមួយនឹងការវិវត្តថ្មីដែលកម្ពុជាបានពឹងឲ្យ Donald Trump ជួយសម្របសម្រួលសន្តិភាពរវាងកម្ពុជាថៃបាទចំណេញចង់ថាយើងមានវត្តមាននៅក្នុងហ្នឹងហើយចំណេញមួយទៀតគឺយើងបានឆ្លើយតបជាមួយស្អីដែលDonald Trump ចង់បានណាបាទខ្ញុំមើលទៅវាមិនមានខាតអីទេបាទប៉ុន្តែប្រសិនបើក្រុមនេះអាចបំពេញតួនាទីទៅថ្ងៃខាងក្រោយទៀតតាក់ទិនជាមួយនឹងសម្រាប់ដោះស្រាយសន្តិភាពនៅក្នុងតំបន់ដទៃទៀតក្នុងពិភពលោករួមទាំងសង្គ្រាមកម្ពុជាថៃផងអានឹងវាក៏ជារឿងមួយដែលលើកមុខមាត់កម្ពុជានៅក្នុងការទៅជែកវែកញែកដើម្បីរកសន្តិភាពរបស់កម្ពុជាជាមួយនឹងថៃផងដែរបាទ